ដែលខ្ញុំបានអាន script ហើយមានអារម្មណ៍ថាស្រឡាញ់សាច់រឿងនឹងខ្លាំងមែនទែនវាមិនត្រឹមតែបង្កប់នៅក្នុងការអប់រំទេហើយជាពិសេសជួយលើកទឹកចិត្តដល់បងប្អូនដែលគាត់មានជំងឺបាក់ទឹកចិត្តច្រើនចារឿងម៉ោងហូបបន្លឹង1303ហើយនាងខ្ញុំឈ្មោះលេណានៅក្នុងសាច់រឿងនេះផងដែរបងចាជំរាបសួរបងស្រីជួបគ្នាទៀតហើយក្នុងឱកាសសភៅខ្សែភាពយន្តថ្មីដែលខ្សែភាពយន្តបានរត់ខ្នាតធំចង់ដឹងថាខ្សែភាពយន្តដែលបងអូនដើរតួនេះជាតួអ្វីដែរហើយខ្សែភាពយន្តចំណងជើងអ្វីដែរចាបងសម្រាប់រឿងដែលខ្ញុំកំពុងតែលេងផ្ទាល់គឺជារឿងម៉ោងហូបបន្លឹង1303ហើយនាងខ្ញុំឈ្មោះលេណានៅក្នុងសាច់រឿងនេះផងដែរបងចាមូលហេតុអីបាន director សលិចស្រីស្អាតបងកញ្ញាលំដាប់ប្រទេសយើងដើរតួជាតួខ្មោចទៀតហើយមូលហេតុអ្វីចង់ដឹងហ្នឹងនេះគ្រប់តែរឿងហ្មងអត់ទេរឿងនេះគឺខុសពីរឿងមុនហើយក៏មិនមែនជាតួអង្គខ្មោចដែររឿងតួអង្គនេះគឺប្លែកខ្លាំងមែនតើហើយនៅពេលដែលខ្ញុំបានអាន script ទៅក៏មានអារម្មណ៍ថាប្លែកច្រើនដែរចាទាំងការថតទាំងបច្ចេកទេសថតគឺប្លែកមែនតើហើយជាពិសេសពេលនេះគឺបង្កប់ទៅក្នុងការអប់រំច្រើនចាច្រើនជាងសាច់រឿងខ្មោចអញ្ចឹងហ៎ចាជារឿងបែបដែលយើងលេងបែបអប់រំទេមិនមែនបែបរន្ធត់ខ្លាំងដូចជារឿងកន្លងមកយើងដែលយើងសម្ដែងទេមានដឹងទេថា director ហ្នឹងមិនបានសេលេចយកយើងដើរតួសម្រាប់តួអង្គក្នុងរឿងសាច់រឿងមួយហ្នឹងហើយចង់ដឹងទៀតហេតុអីក៏ចេញ1303សម្រាប់ខ្ញុំតួនៅពេលដែល director គាត់select ខ្ញុំយកធ្វើជាតួអង្គក្នុងរឿងនេះខ្ញុំមានអារម្មណ៍ដំបូងគឺខ្ញុំមានអារម្មណ៍ថារៀង surprise ចា surprise សម្រាប់ខ្ញុំផងដែរហើយជាពិសេសនៅពេលដែលខ្ញុំបានអាន script ហើយមានអារម្មណ៍ថាស្រឡាញ់សាច់រឿងនឹងខ្លាំងមែនទែនវាមិនត្រឹមតែបង្កប់នៅក្នុងការអប់រំទេហើយជាពិសេសជួយលើកទឹកចិត្តដល់បងប្អូនដែលគាត់មានជំងឺបាក់ទឹកចិត្តច្រើនចាពួកនេះតើតងជាមួយនឹងបញ្ហា depression ចាបងបញ្ហាយងទៅបដោតទៅលើមនុស្សដែលមានបញ្ហាសតិអារម្មណ៍ដែលបញ្ហាផ្លូវចិត្តចាបញ្ហាផ្លូវចិត្តហើយរឿង1303មកហើយបានយកលេខ1303តោះ director ក៏ពិតម៉ោងនេះគឺម៉ោងដែលត្រូវរន្ធត់ហ្មងក៏មិនអត់ទេតោះតែបងបងទាំងអស់គ្នាតាមដានមើលបណ្ដឹងចឹងអត់តហ៊ាន spoil រឿងពេញទេថាមូលហេតុនេះបើគេដាក់1303ហ្នឹងមូលហេតុមិនទៅក៏មិនអញ្ចឹងណាហ៊ានទម្លាយទៀតហើយទុកឲ្យ fan តាមទស្សនាថ្ងៃទី6ខែសីហាឆ្នាំ2026ខាងមុខនេះផងដែរសម្រាប់រឿងនេះផលលំបាកមានការផលលំបាកទេសម្រាប់យើងសម្រាប់ខ្ញុំក្នុងនាមជាតួសម្ដែងខ្ញុំគិតថាដូចជាអត់មានអីពិបាកអីបងចាប្រើរយៈពេលប្រហែលហើយបានអាចថាបញ្ចប់សាច់រឿងនឹងបានក្នុងការកាត់តសាច់រឿងហ្នឹងហ្មងគឺរយៈពេល2ឆ្នាំកាត់តរហូតដល់2ឆ្នាំចារឿងនេះយូរជាងគេបងក្នុងការផលិតដើម្បីចេញជាខ្សែភាពយន្តមួយនេះមកគឺយូរមែនតើព្រោះអីយើងត្រូវការថតជាមួយនឹងប្លង់នៅក្នុង studio សតហ្មងចាប្រើបច្ចេកវិទ្យាបច្ចេកទេសកាត់តទាំងអស់ចាអូអញ្ចឹងមានថាបើថតបើតែរឿងថតការងារថតខ្លីទេតែបើយូរកាត់តគុំចូលគ្នាហ្នឹងប្រើរយៈពេល2ឆ្នាំរយៈពេល2ឆ្នាំយូរពេលសង្ស័យភ្លេចសាច់រឿងខ្លួនឯងថតទេដឹងនៅចាំខ្លះអូនៅចាំខ្លះប៉ុន្តែអត់អាចទម្លាយបានទេសម្រាប់ផ្សាយរឿងនេះតើយើងមានភាគពេញឯងផ្ដាំផ្ញើទៅដល់ទស្សនិកជនជាពិសេសអ្នកស្រឡាញ់គ្រប់គ្រងយើងតាំងពីយើងលេចមុខក្នុងកម្មវិធីប្រឡងបងកញ្ញារហូតដល់ឥឡូវយើងខ្លាចវាថាតួអង្គនិយាយថាជាបងកញ្ញាដែលសម្ដែងចេញច្រើនឬមិនមែនជាបងកញ្ញាដែលចូលរួមកម្មវិធីប្រឡងដូចមុនទៀតទេចាសម្រាប់ខ្ញុំតោះខ្ញុំសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងពេញចិត្តជាមួយនឹងស្នាដៃថ្មីមួយនេះព្រោះអីនេះគឺថ្មីស្រឡាងហ្មងហើយអ្វីដែលសំខាន់គឺខ្ញុំស្រឡាញ់ត្រង់ចំណុចបង្កប់ការអប់រំច្រើនចាជាការលក្ខណៈបែបរន្ធត់ទៅបងចាហើយសង្ឃឹមថាបងប្អូនទាំងអស់គ្នាគាំទ្រចូលរួមទស្សនារឿងនេះបានចាំពួកអីដោយសារតែពួកយើងទាំងអស់គ្នាគឺខិតខំប្រឹងប្រែងខ្លាំងមែនទែនដើម្បីចេញជាខ្សែភាពយន្តមួយនេះជួយបងប្អូនទាំងអស់គ្នាទស្សនាបាទអរគុណច្រើនបងស្រីជូនពរជោគជ័យរឿងស្នាដៃថ្មីផងដែរអរគុណច្រើនជំរាបលា